ខេត្តមណ្ឌលគិរីគឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្មនិងទេសចរណ៍ដោយសារដីមានជីជាតិគ្រប់គ្រាន់និងអាកាសធាតុអំណោយផលដល់ការដាំដុះប្រជាជនជាច្រើនបានប្រកបរបរកសិកម្មបែបប្រពៃណីប៉ុន្តែបន្ទាប់ពីទទួលបានបណ្ដុះបណ្ដាលពីមន្ទីរស្ថាប័ននិងអង្គការពាក់ព័ន្ធនានាធ្វើឲ្យកសិករនៅតំបន់នោះងាកមកអនុវត្តបច្ចេកទេសនៃការដាំដុះបែបកសិរូបកម្មដោយការអនុវត្តបែបនេះជួយបង្កើនចំណូលនិងធ្វើឲ្យដំណាំចម្បងក្នុងចម្ការរបស់ពួកគាត់លូតលាស់បានយ៉ាងល្អការអនុវត្តបែបកសិរូបកម្មគឺជាទម្រង់នៃការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពដោយការដាំលាយគ្នារវាងដើមឈើហូបផ្លែឈើតូចៗឈើព្រៃដំណាំតាមរដូវផ្សេងៗនិងការចិញ្ចឹមសត្វជាដើមក្នុងគោលបំណងដើម្បីបង្កើនប្រយោជន៍សេដ្ឋកិច្ចសង្គមបរិស្ថាននិងភាពសម្បូរបែបនៅក្នុងចម្ការសម្រាប់ពាក្យថាកសិរូបកម្មហ្នឹងគឺជាការធ្វើកសិកម្មនៅក្នុងផ្ទៃដីតែមួយហើយមានដំណាំច្រើនមុខរួមទាំងការចិញ្ចឹមសត្វហើយសមស្របទៅនឹងទីតាំងភូមិសាស្ត្រដែលដំណាំយើងអាចដាំដុះបានខ្ញុំគិតថាតកតងជាមួយនឹងកសិរូបកម្មហ្នឹងគឺជាការដាំដំណាំចម្រុះនៅក្នុងចការមួយអញ្ចឹងដែលនៅក្នុងនោះយើងមានដាំកស៊ូផងមានដាំស្មៅឬក៏អាចមានដាំបន្លែឬក៏អាចមានដាំប្រភេទឈើផ្សេងៗទៀតនៅក្នុងចការតែមួយយ៉ាងណាមិញនៅមិនឆ្ងាយពីទីនេះប៉ុន្មានកសិករមួយចំនួនបានអនុវត្តការដាំដុះបែបចម្រុះប៉ុន្តែពួកគេមិនបានដឹងថានេះជាការអនុវត្តបែបកសិរូបកម្មនោះទេមុនដំបូងនេះខ្ញុំដាក់ឆ្លៃចន្ទីទេអាហ្នឹងដូចស្រូវដូចខ្ញុំចុងក្រោយខ្ញុំដាំពោតដែរហ្នឹងតាមចម្រុះយើងបានតាមការស្រូវមានពោតមានគ្រប់ចុងក្រោយយើងដាំតាមស្ពៃឆ្កឹះយើងក៏មានដែរពេលយើងដាំស្រូវហ្នឹងអនុវត្តបច្ចេកទេសរូបកម្មបានធ្វើឲ្យកសិករទទួលបានចំណូលបន្ថែមព្រមទាំងជួយទៅដល់បរិស្ថានថែមទៀតផងរីឯកសិករនៅស្រុកខេវសីមាវិញក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការដាំប្រភេទឈើព្រៃនៅតាមព្រំដីផងដែរឥឡូវវាធម្មជាតិឥឡូវវាដូចមុននេះយើងដាំឲ្យឈើប៉ុណ្ណឹងយើងដាំទៅក៏វាអនាគតទៅមុខទៅក៏វាហុចផលមកឲ្យយើងដូចជាឈើនួងនិងនួនវាមានអត្ថប្រយោជន៍វែងអានឹងប៉ុន្តែឥឡូវយើងដាំវាមិនទាន់ហុចផលហើយប៉ុន្តែទៅថ្ងៃមុខវាអាចហុចផលឲ្យអញ្ចឹងហើយវាការពារខ្យល់ទៀតដោយឡែកការអនុវត្តបច្ចេកទេសកសិរូបកម្មហាក់ដូចជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករទន្ទឹមនឹងនោះកសិករក៏ជួបបញ្ហាមួយចំនួនទៅលើបច្ចេកទេសនិងការខូចខាតដោយសារកត្តាប្រែប្រួលអាកាសធាតុបញ្ហាប្រឈមដែលពិបាកដោះស្រាយបំផុតគឺថាទីមួយគឺបញ្ហាអាកាសធាតុដូចកាលឆ្នាំទៅកស៊ូខ្ញុំដួលប្រហែលជា 4-5 ដើមដែរប៉ុន្តែយើងអត់បានយល់ដឹងទាក់ទងជាមួយថាដូចកស៊ូខ្ញុំដាំដល់កស៊ូធំហ្នឹងណាបើសិនជាខ្ញុំបានដឹងទាក់ទងជាមួយនឹងការដាំប្រភេទឈើបណ្ឌិតហើយជួយការពារខ្ញុំគិតថាខ្ញុំនឹងដាំហើយអាចការពារប៉ុន្តែដោយសារតែកស៊ូវារៀងធំហើយយើងពិបាកនៅក្នុងការដាំវាឲ្យស្មើនឹងកស៊ូអញ្ចឹងកសិករទទួលបានការយកចិត្តទុកដាក់និងទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗអំពីការដាំបែបកសិរូបកម្មនេះពីស្ថាប័នរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗជាច្រើនដែលអាចឲ្យកសិករយកមកអនុវត្តលើកសិកម្មរបស់ពួកគេបានយ៉ាងជោគជ័យដោយពីទទួលបានវគ្គបណ្ដុះបណ្ដាលកសិករបានយកមកអនុវត្តយ៉ាងមមាញឹកលើដីចម្ការរបស់ពួកគាត់ពិសេសកសិករដែលអនុវត្តបានជោគជ័យពួកគាត់បានចែករំលែកទៅកាន់មូលដ្ឋានរបស់ខ្លួនជាមួយគ្នានេះដែរកសិករមានបំណងចង់ឲ្យមន្ត្រីនៃស្ថាប័នរដ្ឋនិងអង្គការនានានៅតែបន្តផ្តល់វគ្គបណ្ដុះបណ្ដាលក៏ដូចជាការចុះផ្ទាល់ធ្វើការងារជាមួយនឹងកសិករដើម្បីបង្កើនភាពស្និទ្ធស្នាលព្រមទាំងផ្តល់ជួយពូជដំណាំក៏ដូចជាស្វែងរកទីផ្សារសម្រាប់កសិផលរបស់ពួកគេផងដែរបាទជាការប៉ុណ្ណាការធ្វើកសិរូបកម្មជាការដាំកូនឈើជាមួយនឹងដំណាំរួមផ្សំជាច្រើនលើដីចម្ការនិងដីដែលកំពុងប្រើប្រាស់ជាពិសេសនោះគឺដីដែលទំនេរទុកចោលកសិរូបកម្មអាចធ្វើឲ្យយើងទាញយកផលប្រយោជន៍ឲ្យប្រសើរឡើងពីការប្រើប្រាស់ដីទំនេរដែលទុកចោលដីដែលកំពុងយកផលជាពិសេសពីការដាំកូនឈើនិងដំណាំរួមផ្សំជាច្រើនដទៃទៀតក្នុងកម្រិតទាញយកផលខ្ពស់គួរជាទីគាប់ចិត្តស្រយៈប្រយោជន៍ជាច្រើនដែលយើងទទួលបានពីការធ្វើកសិរូបកម្មមានដូចជាប្រភពចំណូលសម្រាប់គ្រួសារជាប្រភពអាហារប្រចាំថ្ងៃមានដូចជាបន្លែផ្លែឈើជាឈើសម្រាប់ធ្វើផ្ទះនិងគ្រឿងសង្ហារឹមជារបាំងការពារខ្យល់ជាអុសជាធ្យូងរុក្ខជាតិខ្លះជាឱសថសម្រាប់ប្រើប្រាស់និងជាចំណីសត្វនិងមួយផ្នែកធំបានមានទំនាក់ទំនងជាមួយនឹងបរិស្ថានដូចជាការស្រូបយកអូស្មန်កាបូនិកផ្ដល់មកវិញនៅអូស្មန်អុកស៊ីសែនការផ្ដល់នៅជីវៈចម្រុះការពារគ្រោះរាំងស្ងួតនិងទឹកជំនន់ជាដើមការធ្វើកសិរូបកម្មបានរួមចំណែកធ្វើឲ្យប្រសើរឡើងនៅសន្តិសុខស្បៀងអាហារូបត្ថម្ភព្រមទាំងជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករនិងកាត់បន្ថយហានិភ័យចំពោះបញ្ហាទីផ្សារកសិផលផងដែរ